ទាំងអស់គ្នាកំពុងតែជួបបញ្ហានេះឬក៏មួយនេះពួកយើងមានដំណោះស្រាយជំរាបសួរពួកយើងគឺជាបេក្ខភាពដែលចូលរួមនៅក្នុងការប្រកួតប្រជែងនៅផលិតផលធម្មជាតិឆ្នាំ2026ហើយពួកយើងគឺជាក្រុមទី19ដែលមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រដែលមាននាងខ្ញុំឈ្មោះជុំច័ន្ទសុកបញ្ញានាងខ្ញុំឈ្មោះរិឆាតនាងខ្ញុំឈ្មោះចម្រើនទីដាពេជ្រនាងខ្ញុំឈ្មោះដូស៊ីណាខ្ញុំឈ្មោះហូអាលីសាដែលពួកយើងបានផលិតនៅផលិតផលធម្មជាតិមួយដែលមានឈ្មោះថា Aspera ដែលជាប្រភេទ spray បំបត្តិការឈឺចាប់បងអញ្ចឹងអានោះមានអត្ថប្រយោជន៍គេខ្លះហើយយើងអាចរកទិញនៅណាបានយើងមកយល់ដឹងពីអត្ថប្រយោជន៍នៃ spray របស់ពួកយើងអស់គ្នា spray របស់ពួកយើងហ្នឹងគឺវាជួយទៅលើការបំបត្តិការឈឺចាប់តិចតួចការឈឺចាប់បន្ទាប់ពីរលាកសន្លាក់រលាកខ្សែពួរដែលពួកយើងបានប្រើប្រាស់សមាសត្រជាក់ទៅលើដើម្បីសម្រាប់ការព្យាបាលហើយនៅពេលទៅទៀតគឺវាជួយទៅលើប្រឆាំងនឹងការរលាកហើយផ្ដល់សំណើមទៅលើស្បែកអញ្ចឹងពួកយើងទាំងគ្នាពិតជាមានអារម្មណ៍ថាសប្បាយរីករាយជាខ្លាំងដែលបានចូលរួមនៅក្នុងកម្មវិធី National Product Contest ដែលកម្មវិធីនេះជាកិច្ចសហការនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រនិងសហគ្រិនខ្មែរអញ្ចឹងកម្មវិធីនេះផងដែរមិនមែនត្រឹមតែជាកម្មវិធីប្រកួតប្រជែងទេប៉ុន្តែវាជាកម្មវិធីដែលបណ្ដុះគំនិតកូនខ្មែរឲ្យចេះផលិតនៅផលិតផលធម្មជាតិថ្មីៗដែលល្អទៅដល់ប្រជាជនខ្មែរទាំងអស់ហើយជាពិសេសគឺជាកម្មវិធីមួយដែលព្យាយាមបណ្ដុះគំនិតពួកយើងទាំងអស់គ្នាឲ្យមានភាពជាសហគ្រិនផងដែរបើសិនបើអ្នកទាំងអស់គ្នាចង់មកទស្សនានៅផលិតផលធម្មជាតិរបស់ពួកយើងដែលពួកយើងបានបង្កើតក៏ដូចជាក្រុមផ្សេងៗទៀតអ្នកទាំងអស់គ្នាអាចមកទស្សនាបាននៅថ្ងៃទី29ខែសីហានេះដែលស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនៅជាន់ទី9សហគ្រិនខ្មែរអញ្ចឹងកុំភ្លេចមកទស្សនាទាំងអស់គ្នាសូមជម្រាបលា